ឆ្នេះបន្តពីបានទស្សនាល្ខោននិយាយរួចមកជាបន្តសូមជូនរបាំប្រពៃណីវិញម្ដងសូមជូនរបាំស្នែងទុនសោងរបាំស្នែងទុនសោងជាមរតករបស់ជនជាតិខ្មែរពណ៌ដែលឃើញមានសេសសល់រហូតដល់សប្តាហ៍ថ្ងៃនៅក្នុងភូមិខ្លះនៃខេត្តកំពង់ឆ្នាំងនិងខ្លះទៀតនៅតាមជួរភ្នំក្រវាញនៅក្នុងខេត្តពោធិ៍សាត់តាំងពីដើមមករបាំនេះច្រើនតែរាំនៅក្នុងពិធីសែនអ្នកតាដើម្បីសុំសេចក្តីសន្តោសប្រណីពីម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃភ្នំក្រោមថ្មក្នុងពេលចេញដំណើរទៅរកស៊ីចិញ្ចឹមជីវិតមានរបរប្រមាញ់ឬទៅរកថ្នាំសង្កូវផ្សេងចង់ដឹងថារបាំស្នែងទុនសោងមានក្បាច់ល្អប្លែកបែបណានោះសូមរីករាយទស្សនាដូចតទៅខ្ញុំលុតដៃខ្ញុំប្រណំក្រាបថ្វាយបង្គំព្រះពឹងស្នោកាប្រគុណថ្លៃឲ្យស្នោកាជុងគង់ខ្ញុំបត់មាត់ខ្ញុំវាចកាក្រាបថ្វាយព្រះពឹងស្នោកាសូមសុខសប្បាយប្រគុណថ្លៃឲ្យសប្បាយព្រៀនណាយឲ្យព្រៀនកាប់ឈើធ្វើរៀនសង់ជាបីថ្នាក់ធ្វើពេរួតបីចំណៃរាយដាំងសង់ជាបីថ្នាក់បន្តើតព្រៀនបាញ់ប្រគុណថ្លៃឲ្យព្រៀនបាញ់ខ្ញុំដើរព្រៃលើស្លឹកឈើវែងស្លឹកខ្លុងស្លឹកត្បែងកន្លែងតែធ្លាប់រកស៊ីប្រគុណថ្លៃឲ្យរកស៊ីទុនសោងអនសាយទុនសោងអនសាយទុនសោងគោព្រៃរកស៊ីជើងភ្នំ
ស៊ីតូចដោយតូចស៊ីធំអោដោយធំរកស៊ីជើងភ្នំផឹកទឹកដងអូប្រគុណថ្លៃឲ្យដងអូលុងផឹករួចហើយប្រជុលអបគ្នាវសតតែឡើងកអួតអាងកំឡាំងប្រគុណថ្លៃឲ្យកំឡាំងត្រយងហើយយំផងកណ្ដាលវាលធំស្លាប់មាតែងហើមាត់វាអោតែងយំកណ្ដាលវាលធំអាសូរខ្លួនណាស់ប្រគុណថ្លៃលោកអើយខ្លួនណាស់ទឹកជន់ពោពីងលេចស្មៅរលាស់បាត់ត្រើយបីបត់ជូនលោករួចហើយពីរឿងទុនសោងរត់ប្រគុណថ្លៃឲ្យទុនសោងរត់